ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើម៉ាំល្ហុងដោយសារពូគាត់ឲ្យសាច់ម៉ាំប៉ុន្តែនៅនេះយើងអត់មានសាច់ម៉ាំត្រីដូចយើងនៅស្រុកខ្មែរទេគឺពូគាត់ឲ្យត្រីសាម៉ុនណាត្រីនេះគេញ៉ាំឆៅពូគាត់យកទៅធ្វើជាផ្អកអង្ករលីងហើយគាត់ឲ្យមកក៏យកមកធ្វើជាខ្ញុំធ្វើជាម៉ាំល្ហុងហើយខ្ញុំកូរស្ករហើយល្ហុងខ្ញុំដាក់អំបិលច្បាស់ចឹងអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំស្រង់យកតែល្ហុងឯទឹកដែលខ្ញុំត្រាំហ្នឹងគឺខ្ញុំចាក់ចោលហើយនេះសាច់ត្រីស៊ូម៉ុងសាម៉ុនប៉ុន្តែខ្ញុំមានខ្ញីខ្ញុំមានម្ដេងថែមហើយអង្ករលីងម្ទេសដោយសារខ្ញុំឆ្នៃដាក់ខ្ញីទៅប៉ុន្តែមានអីឆ្ងាញ់មួយបែបយើងកូរស្ករកូរអីហើយយើងច្បាច់ត្រីហ្នឹងលាយចូលគ្នាឲ្យសព្វចឹងទៅចាំយើងដាក់ល្ហុងហើយយើងដាក់អង្ករលីងតាមចំណូលចិត្តដែលបងប្អូនចង់ញ៉ាំហើយផងខ្ញុំក៏រួចរាល់ហើយដែរតោះញ៉ាំទាំងអស់គ្នាបងប្អូនតែបើបងប្អូនចង់ជូរគឺច្បាច់ក្រូចឆ្មា